យើងមកមើលលំហាត់ limit បន្តទៀតសម្រាប់ធៀបប្រឡងបដប់ដែលវាមានរាងមិនកំណត់0នៅ0ហើយប្រភេទនេះគឺជាប្រភេទដែលជាប់ radical គឺយើងត្រូវគុណនឹងកសោមឆ្លាស់អញ្ចឹងយើងមើលលំហាត់ A limit របស់យើងវាខិតទៅរក2នៅពេលដែលយើងជំនួសទៅអានេះបាន2ដក2 0ខាងលើ2ដក1សល់1 1ចេញពីក្រេបាន1 1ដក1សល់0អញ្ចឹងរៀនមិនកំណត់ទេគឺ0នៅ0ហើយវាជាប់ radical ទៀតអញ្ចឹងយើងត្រូវធ្វើការគុណកសោមឆ្លាស់របស់វានេះចឹងយើងធ្វើការគុណមកចឹងខ្ញុំបាន limit x ខិតទៅរក2នៃអានេះយើងមានឬការ៉េនៃ x ដក1ដក1ចឹងយើងត្រូវគុណនឹងឬការ៉េនៃ x ដក1បូក1វិញចឹងខ្ញុំបានឬការ៉េនៃ x ដក1ដក1កតាឲ្យឬការ៉េនៃ x បាទឬការ៉េនៃ x ដក1បូក1បើសិនជាខាងក្រោមខាងលើយើងគុណប៉ុណ្ណឹងខាងក្រោមក៏យើងត្រូវគុណប៉ុណ្ណឹងដែរអញ្ចឹងខ្ញុំបាន x ដក2កតាឲ្យឬការ៉េនៃ x ដក1បូក1វិញអាខាងលើវាចូលរូបមន្តរបស់យើងគឺ a ការ៉េដក b ការ៉េនេះគឺស្មើជាមួយនឹង a ដក b កតា a បូក b អញ្ចឹងខ្ញុំបាន limit x ខិតទៅរក2នៃខាងលើយើងបានអីគេឬការ៉េនៃ x ដក1លើកជាការ៉េដក1ការ៉េខាងក្រោមយើងទៅសេមកតារាគឺ x ដក2កតាឲ្យឬការ៉េនៃ x ដក1បូក1ខាងលើនេះឬការ៉េនៃ x ដក2សំដៅឬការ៉េនៃ x ដក1លើកជាការ៉េនេះគឺយើងចេញមករួចហើយអញ្ចឹងខ្ញុំបាន limit x ខិតទៅរក2នៃបាទនៃ x ដក1ដក1នៅលើ x ដក2កតាឲ្យឬការ៉េនៃ x ដក1បូក1បន្តមកយើងមើលអាខាងលើនេះវាមាន x ដក1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 វាបានដក2អញ្ចឹងដក x ដក2យើងអាចសម្រួលមក x ដក2ខាងក្រោមបានណាអញ្ចឹងខ្ញុំបាន limit x ខិតទៅរក2នៃយើងសម្រួលវាឲ្យទៅអញ្ចឹងខាងលើសល់1ខាងក្រោមគឺយើងនៅសល់ឬការ៉េនៃ x ដក1បូកថែម1វិញណាអញ្ចឹងយើងធ្វើការជំនួសវាចូលមកបាទ2ដក1សល់1ចេញពីការ៉េបាន1 1បូក1បាន2អញ្ចឹងខ្ញុំបាន1នៅលើ2ណាអញ្ចឹង limit a របស់យើងគឺឃើញ1នៅលើ2ឥឡូវយើងមើល b ម្ដង b នេះនៅពេលយើងជ្រុះចូលទៅរៀងវាមិនកំណត់ទេគឺ0លើ0តដែរអញ្ចឹងយើងធ្វើការគុណកសោបឆ្លាស់ដូចគ្នាអញ្ចឹងខ្ញុំបានបាទ limit x ខិតទៅរក0នៃយើងធ្វើការគុណកសោបឆ្លាស់ទៅអញ្ចឹងយើងនៅពេលចូលប្រមុនយើងប្រកាសជាបានឬការ៉េនៃ1បូក x លើកជាការ៉េដកឲ្យឬការ៉េនៃ1ដក x លើកជាការ៉េនៅពេលដែលយើងបានប្រព័ន្ធនេះគឺយើងត្រូវគុណកសោមឆ្លាស់របស់វាគឺកសោមវាគឺបូកនេះកន្លែងនេះបូកវិញអញ្ចឹងយើងគុណបូកនៅខាងក្រោមទៅអញ្ចឹងយើងចំណេញបានមកបន្ទាត់បានដក 3x កតាឲ្យឬការ៉េនៃ1បូក x បូកឲ្យឬការ៉េនៃ1ដក x ខាងលើយើងពលាតវាមកបាទយើងបញ្ចេញវាមកអញ្ចឹងបាន limit x ខិតទៅរក0នៃអានេះយើងបាន1បូក x ដកឲ្យកន្លែងនេះយើងកុំភ្លេចដាក់វងកញ្ចក់ព្រោះយើងត្រូវគុណវងកញ្ចក់ចូលនេះទាំងអស់អញ្ចឹងបាន1ដក x នៅលើដក 3x កតាឲ្យឬការ៉េនៃ1បូក x បូកឬការ៉េនៃ1ដក x ឥឡូវយើងបានបន្តទៀតអានេះនៅពេលយើងគុណពលាតទៅបានដក1បូក x ណាបូក1ដក1អស់ x បូក x បាន 2x អញ្ចឹងខ្ញុំបាន limit x ខិតទៅរក0នៃ 2x នៅលើដក 3x កតាឲ្យឬការ៉េនៃ1បូក x បូកឲ្យឬការ៉េនៃ1ដក x យើងធ្វើការសម្រួល x នេះចោលហ្នឹងបាទអញ្ចឹងនៅសល់2នៅលើប្រព័ន្ធនេះណាអញ្ចឹងខ្ញុំបាន limit x ខិតទៅរក0នៃអានេះយើងធ្វើការសម្រួលវាយើងនៅសល់ខាងភាគយកសល់2ខាងក្រោមនៅសល់ដក3កតាឲ្យឬការ៉េនៃ1បូក x បូកឲ្យឬការ៉េនៃ1ដក x យើងធ្វើការជំនួសវាចូលមកបាទអានេះបាន1បូក0បាន1ដក0សល់1ដែរទេអញ្ចឹង1វាចេញពីការ៉េបាន1នេះ1បូក1បាន2អញ្ចឹងខ្ញុំបានស្មើ2ដក3កតាឲ្យ2នេះយើងសម្រួលគ្នាអស់ទៅអញ្ចឹងនៅសល់ limit របស់យើងគឺនៅសល់ដក1នៅលើ3ឥឡូវយើងមើលសិ
C នេះអត់មាននេះប្របាក់ឯងយើងរុញមេគុណនេះមកមុខមកសុំទោសកន្លែងនេះលេខ2ទេអញ្ចឹងយើងរុញមេគុណ7នេះមកមុខជាងខ្ញុំបាន7គុណឲ្យ limit x ខិតទៅរក2នៃដូចកន្លែងនេះ x បូក2ដក2នៅលើខាងក្រោមនេះយើងដាក់ជាផលគុណកតាមកបាន x ដក2កតា x បូក5មានថានៅពេលដែល x ខិតទៅរក2កតាដែលយើងត្រូវសម្រួលគឺ x ដក2ប្រភេទដូចកន្លែងទី2បែបនេះគឺយើងយក x ការ៉េចែក x ដក10ចែកនឹងដក2មកគឺបានប៉ុណ្្នេះឯណាខ្ញុំជឿថាបងប្អូនប្រហែលជាចេះដាក់កន្លែងនេះហើយអញ្ចឹងនៅបន្ទាប់ទៀតគឺខ្ញុំទុកឲ្យអ្នកទាំងអស់គ្នាសម្រាប់គណនាលេងឃើញចម្លើយប្រមាណកុំភ្លេច comment នៅខាងក្រោមផង